ថ្ងៃទី1នៃការរៀនភាសាអាល្លឺម៉ង់រយៈពេល30ថ្ងៃរបស់ខ្ញុំបានសម្រេចចិត្តប្រកួតប្រជែងជាមួយខ្លួនឯងថានឹងរៀនភាសាអាល្លឺម៉ង់រយៈពេល30ថ្ងៃហើយមួយថ្ងៃគឺ10ពាក្យហើយខ្ញុំប្រកួតប្រជែងជាមួយខ្លួនឯងហើយសម្រាប់ថ្ងៃនេះដែរគឺជាវីដេអូថ្ងៃទី1ហើយថ្ងៃទី1នេះគឺខ្ញុំត្រៀមពាក្យ10ពាក្យពាក្យខាងនេះគេអាល្លឺម៉ង់ហើយខាងពុកហមនេះគឺជាភាសាខ្មែរហើយខ្ញុំបង្កើតឧទាហរណ៍ចំនួន10ដែរ10ពាក្យ10ឧទាហរណ៍ហើយថ្ងៃនេះដែរខ្ញុំនឹងរៀនពាក្យ heute ថ្ងៃនេះ morgen ថ្ងៃស្អែក gestern ម្សិលមិញ jetzt ឥឡូវ hier ទីនេះ dort ទីនោះ immer តែងតែ obst ជាញឹកញាប់ sehr ណាស់gern ដោយក្តីរីករាយឥឡូវមកស្ដាប់ឧទាហរណ៍ទាំង10ដែលខ្ញុំបង្កើតឡើងទាំងអស់គ្នា Ich lerne heute Deutsch. Ich arbeite morgen. Ich war gestern müde. Ich lerne jetzt. Ich bin hier. Das Buch ist dort. Ich trinke immer Kaffee. Ich gehe oft spazieren. Das ist sehr gut. Ich lerne gern Deutsch. តាមដានវីដេអូបន្ទាប់ទាំងអស់គ្នាថាតើខ្ញុំអាចឈ្នះខ្លួនឯងរយៈពេល30ថ្ងៃឬក៏អត់ហើយតាមដានដំណើរនេះទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយឆាប់ៗនេះ